ខ្ញុំចង់ឲ្យរឿងពួកយើងត្រូវត្រឡប់មកដូចដើមវិញខ្ញុំចង់ធ្វើជាគូដណ្ដឹងរបស់នាងម្ដងទៀតអីតែខ្ញុំមិនចង់ធ្វើជាគូដណ្ដឹងរបស់សម្រាមឡើយយ៉ាសំដីខ្លាំងណាស់មែនទេហ៎កុំមកចេះដឹងរឿងយើងណាពុកយើងធ្វើធំឯងច្បាស់ជាមិនរួចខ្លួនទេអាយយអូយឈប់ធ្វើបាបខ្ញុំទៅខ្ញុំរៀងចាលហើយលោកសេដ្ឋីរៀងកូនសេដ្ឋីក្នុងភូមិដែលកំពុងតែពិបាកចិត្តព្រោះតែកូនស្រីរបស់លោកមិនព្រមចេញពីបន្ទប់សោះតាំងតែពីថ្ងៃដែលគូដណ្ដឹងរបស់នាងបានផ្ដាច់ពាក្យជាមួយនាងសំងំនៅតែក្នុងបន្ទប់លោកសេដ្ឋីក៏បានហៅអ្នកបម្រើផ្ទាល់ខ្លួនរបស់កូនស្រីមកជួបជាមួយនឹងខ្លួនតែម្ដងយើងចង់ដឹងណាស់ថាកូនស្រីយើងនៅក្នុងពេលនេះកំពុងតែមានអារម្មណ៍បែបណាហេតុអីបានជាកូនស្រីយើងមិនព្រមចេញពីបន្ទប់សោះអញ្ចឹងយើងពិតជាពិបាកចិត្តខ្លាំងណាស់កូនស្រីយើងធ្លាប់ទៅរស់រាយជាមួយមនុស្សនៅក្នុងផ្ទះតែពេលនេះបែរជាសំងំនៅក្នុងបន្ទប់តើយើងគួរធ្វើយ៉ាងណាទៅវិញអើយលោកសេដ្ឋីគួរតែរកប្តីឲ្យអ្នកនាងតែម្ដងទៅបើអ្នកនាងខូចចិត្តជាមួយគូដណ្ដឹងដល់ម្លឹងពេលមានប្តីឆ្លោះជាមួយប្តីនឹងមិនមានពេលមកខូចចិត្តជាមួយគូដណ្ដឹងដែលផ្ដាច់ពាក្យជាមួយខ្លួនទេឯងចេះតែនិយាយបានហើយឯងមិនដឹងថានៅក្នុងចិត្តកូនស្រីយើងនាងកំពុងតែទទួលរងនៅសម្ពាធអីខ្លះទេយើងជាឪពុកយើងគ្រាន់តែចង់ដឹងឮយើងមិនចង់ឲ្យកូនស្រីយើងពិបាកចិត្តព្រោះតែមនុស្សដែលមិនស្មោះត្រង់ជាមួយនាងនោះទេកូនស្រីយើងគួរតែទទួលបាននៅអ្វីដែលល្អជាងពីមុនឯងជួយមើលកូនស្រីយើងផងណាកុំបណ្ដោយឲ្យកូនស្រីយើងធ្វើអីផ្ដេសផ្ដាសឲ្យសោះ ចាលោកសេដ្ឋីនាងខ្ញុំនឹងតាមមើលអ្នកនាងឲ្យបានល្អជាទីបំផុតលោកសេដ្ឋីទុកចិត្តលើខ្ញុំចោះយើងទៅមើលកូនស្រីយើងសិនឯងទៅធ្វើការបន្តចុះចាលោកសេដ្ឋីនិយាយចប់ហើយលោកសេដ្ឋីក៏បានចូលទៅក្នុងបន្ទប់របស់កូនស្រីកូនស្រីតើមួយរយៈនេះកូនយ៉ាងម៉េចហ្នឹងកូនកុំទៅកើតទុកព្រោះតែមនុស្សប្រភេទនោះអីកូននៅមានអនាគតវែងឆ្ងាយទៀតណាកូនត្រូវតែគិតពីរឿងនេះផងកុំធ្វើឲ្យឪពុកបារម្ភពេកអីណាកូនស្រីនិយាយប្រាប់ពុកបន្តិចមកបានទេឲ្យពុកបានដឹងឮពីស្ថានភាពរបស់កូននាពេលនេះផងខ្ញុំមិនអីទេលោកប៉ោះខ្ញុំគ្រាន់តែមិនចង់ចេញពីក្នុងបន្ទប់ខ្ញុំចង់នៅក្នុងបន្ទប់អានសិភៅនិងមិនចង់ឲ្យអ្នកណាមករំខានខ្ញុំនោះទេលោកប៉ោះក៏យល់ថាបន្ទាប់ពីគេផ្ដាច់ពាក្យជាមួយខ្ញុំនោះវាធ្វើឲ្យខ្ញុំមិនចង់ជួបជាមួយអ្នកណាទៀតឡើយកូនស្រីកូនជ្រើសរើសធ្វើបែបនេះគឺវាមិនសមទេណាកូនកូនដឹងដែរទេថាកូនធ្វើបែបនេះកូននឹងធ្វើឲ្យមនុស្សម្នាក់នោះគេបានចិត្តគេនឹងគិតថាកូនពិតជាទន់ខ្សោយគ្រាន់តែរឿងប៉ុណ្ណេះក៏អាចផ្លាស់ប្ដូរកូនបានទាំងស្រុងកូនមិនគិតពីពុកទេអីកូនអាណិតដល់ពុកខ្លះផងកូនត្រូវតែចេញពីបន្ទប់មើលការងារជំនួសពុកខ្លះមានអ្នកខ្លះជាពាក់លុយអ្នកខ្លះមកខ្ចីកូនគួរតែធ្វើការងារទាំងនេះជំនួសពុកម្ដងហើយកូនធ្វើខ្លួនទន់ខ្សោយកូនធ្វើឲ្យអ្នកដទៃគឺពេញចិត្តស្ដុកចំពោះទង្វើរបស់គេដែលបានធ្វើដាក់កូនហើយគេគិតថាគេនឹងបានជោគជ័យពេលចង់បំផ្លាញនរណាម្នាក់ហើយក៏អាចបំផ្លាញបានសម្រេចកូនគួរតែគិតពីរឿងនេះឡើងវិញណាកូនចាលោកប៉ោះខ្ញុំអរគុណលោកប៉ោះខៃដែលជួយណែនាំពន្យល់ដល់កូនស្រីម្នាក់នេះដែលគិតតែពីខ្វល់ខ្វាយពីខ្លួនឯងនិងមិនគិតជួយដល់លោកប៉ោះពីរឿងការងារកូននឹងមិនធ្វើដូច្នេះទៀតទេណាប៉ោះល្អណាស់កូនស្រីពុកពេលបានកូនចេះស្ដាប់បង្គាប់ឪពុកម្ដងទៀតគឺពុកសប្បាយចិត្តណាស់ត្រូវចាំថាអ្នកដទៃគេអាចបោះបង់យើងចោលបានគ្រប់ពេលគ្រប់វេលាតែយើងមិនអាចបោះបង់ខ្លួនឯងចោលបានទេណាកូនចាលោកប៉ោះពុកទៅធ្វើការបន្តទៀតហើយកូនសម្រាកចុះនិយាយចប់ហើយអ្នកដែលជាឪពុកក៏បានចាក់ចេញពីក្នុងបន្ទប់កូនស្រីតែម្ដងលោកពុកនិយាយត្រូវខ្ញុំមិនគួរបោះបង់ខ្លួនឯងនោះទេខ្ញុំគួរតែធ្វើឲ្យខ្លួនឯងសប្បាយចិត្តមិនគួរទន់សោកជាមួយមនុស្សដែលមិនឲ្យតម្លៃខ្ញុំឡើយដួងថាចេញពីក្នុងបន្ទប់មកឈរនៅក្នុងសួនផ្កាខណៈដែលនាងឌឿនបានមកឈរក្បែរព្រមទាំងស្រដីឡើងអ្នកនាងសម្រេចចិត្តត្រឹមត្រូវហើយដែលព្រមចេញពីក្នុងបន្ទប់អ្នកនាងដឹងដែរទេអ្នកនៅក្នុងផ្សារខ្លះនិយាយថាអ្នកនាងគិតចង់បញ្ចប់ជីវិតខ្លួនឯងទៀតផង
ខ្ញុំមិនគិតខ្លីដោយសារតែរឿងនោះឡើយខ្ញុំគ្រាន់តែមិនយល់ថាហេតុអីក៏គេមានចិត្តអាក្រក់សាហាវយ៉ាងហ្នឹងមានខ្ញុំហើយនឹងអាចថែមអ្នកផ្សេងបានទៀតចិត្តរបស់គេសាំងពីអីទៅខ្ញុំពិតជាមិនយល់ទេអើយអ្នកនាងកុំទៅឆ្ងល់អីមនុស្សក្បត់បែបនោះដោយសារតែជាតិមុនហើយក្នុងជាតិនេះគេមិនទទួលបានក្តីស្រឡាញ់ពីឪពុកម្ដាយឬក៏គិតថាក្តីស្រឡាញ់របស់ឪពុកម្ដាយដែលផ្ដល់ឲ្យខ្លួននោះនៅតែមិនគ្រប់គ្រាន់នោះទេទៅបានជាខ្នះខ្នែងរត់រោគក្តីស្រឡាញ់ពីអ្នកនេះផងអ្នកនោះផងហើយជាដំណរក្បត់របស់គេកែមិនឡើងទេសណ្ដានក្បត់នោះខ្ញុំសង្ឃឹមថាគេនឹងទទួលបានកម្មពីដែលធ្លាប់ធ្វើដាក់ខ្ញុំនោះត្រឡប់ទៅកាន់គេវិញអើយអ្នកនាងកុំបារម្ភអីអ្នកណាសាងអីអ្នកនោះនឹងទទួលបានកម្មនោះមិនខាននោះទេចាខ្ញុំក៏សង្ឃឹមថាវាបែបនេះដែរនាថ្ងៃបន្ទាប់មានអ្នកមករកលោកសេដ្ឋីដល់ក្នុងផ្ទះដែលជាភ្ញៀវរបស់លោកឪពុកនាងអញ្ជើញអង្គុយលេងសិនមកលោកម្ចាស់ទាំងពីរក្មេងៗលើកទឹកតែក្តៅមកទទួលភ្ញៀវរបស់យើងកូនស្រីចេញពីក្នុងបន្ទប់មកកូនមកទទួលភ្ញៀវពងឌួងថាចេញពីក្នុងបន្ទប់ភ្លាមជំរាបសួរលោកម្ចាស់ថ្ងៃនេះមានអ្វីមែនទេលោកប៉ោះតើបលោកម្ចាស់ទាំងពីរមកដល់ទីនេះលោកម្ចាស់ទាំងពីរវ័យបងកូនឯងតែប្រមាណឆ្នាំទេកូនអាចហៅថាបងបានតែពុកវិញវាទម្លាប់ធ្លាប់មាត់អស់ទៅហើយបានជាពុកហៅដូច្នេះលោកសេដ្ឋីក៏គួរតែបដូរពីទម្លាប់ហៅខ្ញុំដូច្នេះមកហៅខ្ញុំតែក្មួយឬក៏ហៅឈ្មោះខ្ញុំក៏បានដែរខ្ញុំនេះទម្លាប់ធ្លាប់មាត់អស់ទៅហើយដែលហៅអ្នកទាំងពីរបែបនេះនោះខ្ញុំក៏យល់ថាដូចមិត្តខ្ញុំនិយាយមិនខុសទេលោកសេដ្ឋីកុំហៅខ្ញុំបែបហ្នឹងអីពួកខ្ញុំនៅក្មេងណាស់ឬរហ័សនាមបែបនោះធ្វើឲ្យខ្ញុំស្រាវឆ្អឹងខ្នងទៅហើយបើអ្នកទាំងពីរចង់ឲ្យខ្ញុំហៅជាឈ្មោះវិញខ្ញុំហៅតាមសំណូមពរទៅចុះបាទអរគុណណាស់លោកសេដ្ឋីដែលបានធ្វើតាមសំណូមពរពួកខ្ញុំកូនស្រីក្មួយទាំងពីរគឺមកនិយាយការងារជាមួយពុកកូនអាចនៅស្ដាប់បានព្រោះថាកូនជាអ្នកបន្តតំណែងពីពុកមិនមាននរណាផ្សេងទៀតទេក្រៅពីកូនចាលោកប៉ោះគឺជានាងដួងមែនទេពេញកំមុំស្ដោកបែបនេះខ្ញុំមើលសឹងតែមិនស្គាល់នាងកាន់តែស្រស់ដូចណាមិញអញ្ចឹងក្មួយនិយាយបែបនេះធ្វើឲ្យខ្ញុំនឹកដល់ប្រពន្ធខ្ញុំទៀតហើយបាទសុំទោសផងបើធ្វើឲ្យប៉ះពាល់ដល់ចិត្តលោកពូតែខ្ញុំសរសើរចេញពីចិននាងដួងពិតជាស្រស់ស្អាតណាស់បើសិនជាខ្ញុំសុំលោកពូត្រង់សុំធ្វើជាអនាគតកូនប្រសារលោកពូតើបានដែរទេខ្ញុំចង់វិចវេអីច្រើននោះទេគឺបែបត្រង់បែបនេះតែម្ដងបាទលោកពូមានកូនកំមុំស្អាតបែបនេះមិនគួរទុកឲ្យនៅលាវយូរនោះទេខ្ញុំសុំដាក់ពាក្យធ្វើជាកូនប្រសារលោកពូម្នាក់ផងខ្ញុំនិយាយដល់ស្មោះត្រង់ទៅចុះកូនស្រីខ្ញុំទៅតែផ្ដាច់ពាក្យដែរទេហាបានន័យថានាងដួងជាមេម៉ាយហ៎ណែកុំនិយាយស្ដីបែបនេះប្រយ័ត្នសម្ដីរបស់ឯងផងទៅកុំហៅថាមេម៉ាយអញ្ចឹងព្រោះនាងដួងមិនទាន់រៀបការឯណាហៅថាមេម៉ាយដូចជាខ្វះសិលធម៌ពេកហើយខ្ញុំសុំទោសផងនាងដួងបើសម្ដីខ្ញុំវាជ្រុលលើសលួសចំពោះនាងខ្ញុំមិនប្រកាន់ទេតែលោកម្ចាស់កុំហៅខ្ញុំបែបនោះទៀតអីវាអាចធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់ខ្ញុំបានខ្ញុំនឹងមិននិយាយអីដែលធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តនាងទៀតទេនាពេលជប់យន្តខណៈដែលសូយើងកំពុងតែជជែកគ្នាជាមួយសេដ្ឋីដុនបន្ទាប់ពីអាហារពេលល្ងាចរួចអក្សរាបានចេញមកខាងក្រៅខណៈនោះគេក៏បានឃើញដួងថាអង្គុយនៅក្នុងសួនច្បារជាមួយនឹងឆ្មារបស់នាងដួងលោកម្ចាស់អក្សរាមិននៅជជែកជាមួយលោកពុកខ្ញុំទេបានជជែកមកខាងក្រៅតែម្នាក់ឯងអញ្ចឹងនាងដួងខ្ញុំសុំសួរប្រមាណសំណួរតើបានទេសួរប្រមាណសំណួរក៏បានដែរខ្ញុំរីករាយក្នុងការឆ្លើយណានាងពិតជាផ្ដាច់ពាក្យពីគូតណ្ដឹងនាងពិតមែនណាខ្ញុំពិតជាផ្ដាច់ពាក្យជាមួយគេមែនខ្ញុំមិនបានកុហកអ្វីឡើយលោកម្ចាស់មិនជឿសូម្បីតែសម្ដីរបស់លោកពុកខ្ញុំតាមមែនដែរទេលោកពុកខ្ញុំគាត់និយាយម៉ាត់ណាគឺម៉ាត់នឹងហើយគាត់មិនដែលប្រឌិតរឿងដើម្បីកុហកអ្នកដទៃនោះទេលោកម្ចាស់សួររឿងនេះដើម្បីអ្វីទៅខ្ញុំមិនចង់រៀបរាប់ប្រាប់អ្នកណានោះទេពីរឿងឈឺចាប់របស់ខ្ញុំនោះខ្ញុំអាចយល់បានថាកំហុសទាំងនោះកើតចេញមកពីអ្នកណាមនុស្សស្រីជាប្រភេទមនុស្សដែលស្មោះត្រង់ខ្លាំងណាស់នៅក្នុងទំនាក់ទំនងស្នេហា
ខ្ញុំសរសើរណាស់សង្ឃឹមថាអ្នកនាងអាចបានជួបបរិសដែលស្មោះត្រង់ជាមួយអ្នកនាងដោយដែលអ្នកនាងស្មោះត្រង់ជាមួយដៃគូអ្នកនាងដែរខ្ញុំលាសិនហើយបាទ ថាចប់ហើយអាការ៉ាក៏បានចាក់ចេញពីក្នុងសួនច្បារតែម្ដងលោកម្ចាស់ម្នាក់នេះពិតជាគួរឲ្យចាប់អារម្មណ៍មែននាថ្ងៃបន្ទាប់នៅក្នុងផ្សារដួងថាជាមួយនឹងអ្នកបម្រើរបស់នាងបានមកដល់តូបលក់ក្រណាត់តែម្ដងអ្នកនាងមើលសាច់ក្រណាត់មួយនេះចោះពិតជាស្រស់ស្អាតខ្លាំងណាស់អ្នកនាងហើយស័ក្តិសមជាមួយអ្នកនាងតែម្ដងបើអ្នកនាងកាត់សម្លៀកបំពាក់ជាមួយក្រណាត់សាច់បែបនេះហើយពណ៌នេះទៀតពាក់នៅលើខ្លួនអ្នកនាងគឺដឹងតែលេចធ្លោជាងគេហើយណែនាងឌឿននិយាយត្រូវអ្នកនាងដួងណាអ្នកនាងដួងថាពាក់ពណ៌មួយនេះគឺដឹងតែលេចធ្លោព្រមទាំងស្រស់ស្អាតលើសអ្នកផ្សេងនៅក្នុងភូមិហើយស្របពេលជាមួយគ្នានោះស្រាប់តែមានអ្នកផ្សេងមកកញ្ឆក់ក្រណាត់ពីដៃរបស់នាងឌឿនតែម្ដងខ្ញុំថាសមជាមួយអ្នកនាងរបស់ខ្ញុំច្រើនជាងពណ៌មួយនេះមិនសមជាមួយអ្នកណាដូចជាអ្នកនាងខ្ញុំឡើយអើយណែនាងណានឲ្យវាមកយើងវិញភ្លាមមកយើងមកមុនទេយើងជាអ្នកដែលរើសឲ្យអ្នកនាងរបស់យើងដាក់ផ្ទាល់ដៃតែយើងមិនខ្វល់ទេឲ្យតែសមជាមួយអ្នកនាងយើងគឺយើងផ្គប់ចិត្តអ្នកនាងរបស់យើងហើយណែនាងណានឆាប់ឲ្យមកយើងវិញមកអូយយើងមិនឲ្យជាដាច់ខាតឌឿនមិនចាំបាច់ទៅដណ្ដើមគេទេយើងមើលពណ៌ផ្សេងទៅណាយើងក៏មិនចង់ឲ្យមនុស្សរបស់យើងទៅជលក់ជាមួយមនុស្សរបស់ឯងដែរយើងមិនឲ្យអ្វីដែលមិនល្អមកប៉ះពាល់ជាមួយយើងនោះទេជាពិសេសគឺឯងនាងមេម៉ាយអើយអ្នកនាងខ្ញុំមិនមែនមេម៉ាយទេចុះការដែលគេផ្ដាច់ពាក្យនោះជាស្អីមិនហៅថាជាមេម៉ាយទេយើងមិនចង់រាប់រោគនោះទេគឺខ្លាចតែវាឆ្លងអូយអ្នកនាងនិយាយត្រូវអើយណែកុំនិយាយបែបនេះដាក់អ្នកនាងខ្ញុំឲ្យសោះនោះរួងហេតុអីដែលថាយើងនិយាយមិនបាននោះឯងចង់ចំណេញជាមួយយើងទៅអើយប្រយ័ត្នយើងទះមាត់នោះបានហើយឌឿនបាច់ឆ្កែព្រោះកំព្រោះតាមអីណានាំតែវាហត់ទេមិនដែលលើទេអីគេថាឆ្កែព្រោះមិនដែលខំទេនាងចង់ថាឲ្យអ្នកណាទៅប្រយ័ត្នយើងទះមាត់ណាបានអ្នកនាងមិនមែនជាឆ្កែផងតែខូចចិត្តអីទៅកាត់ຕົកមិនសុខចិត្តធ្វើអីតឌឿនទៅកន្លែងផ្សេងទៅអើយចាអ្នកនាងដួងថានឹងឌឿនបានចាក់ចេញទៅភ្លាមនាងដួងនាងនឹងមិនរួចខ្លួនផោះជើងទេនាងនាពេលរសៀលនៅក្នុងភូមិមានកម្មវិធីកំសាន្តជាច្រើននៅក្បែរវត្តដួងថាជាមួយនឹងឌឿនបានមកកាន់ទីនេះរំពេចនោះមានអ្នកនៅក្បែរដួងថាព្រមទាំងស្រដីឡើងដួងយើងមានរឿងត្រូវនិយាយគ្នាតែពីរអ្នកយើងប៉ុណ្ណោះណែអ្នកប្រុសសាក់មានរឿងអីចង់និយាយជាមួយអ្នកនាងខ្ញុំនិយាយនៅទីនេះបានណាខ្ញុំសុំស្ដាប់ផងវាមិនមែនជារឿងឯងដែលត្រូវចេះដឹងទេនេះជារឿងផ្ទាល់ខ្លួនរវាងពួកយើងប៉ុណ្ណោះមិនបាច់ចេះដឹងលូកមាត់ទេដួងទៅខាងនោះជាមួយបងពិតជាចង់និយាយជាមួយអូនមែនណាតាត្រូវនិយាយពីអីទៀតហើយរឿងរវាងពួកយើងគឺចប់យូរណាស់ហើយខ្ញុំមិនចង់នៅពាក់ព័ន្ធជាមួយទៀតទេតែបងពិតជាចង់និយាយជាមួយអូនពិតមែនសូមផ្ដល់ឱកាសឲ្យបងដើម្បីឲ្យបងបានបកស្រាយរឿងរ៉ាវទាំងនោះផងបងពិតជាមិនចង់ឲ្យរឿងពួកយើងត្រូវបញ្ចប់ទៅដោយបែបនោះទេរឿងចឹងវាបានចប់យូរហើយមិនមែនតែចប់នោះទេខ្ញុំមិនចង់ស្ដាប់ការបកស្រាយអ្វីឡើយមនុស្សដែលក្បត់ទៅហើយនោះតែខ្ញុំត្រូវសោកស្ដាយអ្វីទៀតស្ដាយសម្រាប់មែនទេនិយាយជាមួយតាមសម្រួលតើមិនក៏មិនចេះស្ដាប់គ្នាអញ្ចឹងដួងកុំធ្វើជាមនុស្សដែលពិបាកក្នុងការនិយាយជាមួយគ្នាអីណាខ្ញុំមកជួបនាងក្នុងនាមជាមនុស្សដែលខ្ញុំចង់តែខ្ញុំមិនចង់ជួបលោកទេសាក់ពីស្រាប់តែអូននាងយកទៅជាមួយខណៈដែលនាងឌឿនក៏បានទៅតាមពួកគេក៏បានមកដល់កន្លែងដែលឆ្ងាយពីភ្នែកមនុស្សសាក់ពីក៏បានបន្លឺតែម្ដងខ្ញុំចង់ឲ្យរឿងពួកយើងត្រូវត្រឡប់មកដូចដើមវិញខ្ញុំចង់ធ្វើជាគូដណ្ដឹងរបស់នាងម្ដងទៀតអីតែខ្ញុំមិនចង់ធ្វើជាគូដណ្ដឹងរបស់សម្រាមឡើយយ៉ាសំដីខ្លាំងណាស់មែនទេហ៎សាក់ពីបំរុងនឹងជាដៃវីនាងតែក៏មានអ្នកចាប់ដៃគេព្រមទាំងច្រានគេឲ្យដួលទៅលើដីភ្លាមឯងជានរណាឯងមិនចេះដឹងរឿងរបស់យើងធ្វើអីបើមិនចង់នាំទុកដាក់ខ្លួនទេឆាប់ចេញឲ្យឆ្ងាយទៅយើងជាមនុស្សដែលចូលចិត្តចេះដឹងរឿងអ្នកដទៃតើខុសដែរមែនទេត្រង់ខ្លួនឯងជាមនុស្សប្រុសបែរជាចង់ធ្វើបាបមកលើមនុស្សស្រីតើអាចឲ្យយើងអោបដៃឈរមើលបានដោយរបៀបណាទៅតែនេះមិនមែនជារឿងរបស់ឯងផងតើឯងត្រូវមកធ្វើជាសុភាពបរោះដើម្បីអីទៅធ្វើខ្លួនជាសុភាពបរោះគឺដើម្បីការពារនារី
ពីអំពើអយុត្តិធម៌អំពើហិង្សាពីសំណាក់មនុស្សប្រុសកំសាកញីដែលប៉ុនប៉ងធ្វើបាបមកលើមនុស្សស្រីហើយធ្វើខ្លួនជាជើងកាំងបាតផ្សារជាមួយមនុស្សពេលដូចជាឯងដែលចង់ប្រើហិង្សាលើសុភាពនារីកុំមកចេះដឹងរឿងយើងណាពុកយើងធ្វើធំឯងច្បាស់ជាមិនរួចខ្លួនទេបើឪពុកឯងធ្វើធំគាត់ច្បាស់ជាចេះបែងចែកថាអ្វីខុសនឹងត្រូវហើយមិនមែនចេះតែកាន់ជើងឯងនោះទេលោកម្ចាស់កុំរវល់ជាមួយគេអីបដ ாய் តាមគេទៅចោះគេជាអតីតកូនដណ្ដឹងរបស់ខ្ញុំគេក៏មិនអាចធ្វើអ្វីមកលើខ្ញុំបានឡើយលោកម្ចាស់ពួកយើងទៅវិញទៅណែអ្នកនាងយើងត្រឡប់ទៅផ្ទះវិញទៅខ្ញុំថានៅបន្តមិនបានឡើយខ្ញុំយល់ថាបែបនេះដែរខ្ញុំនឹងជូននាងទៅផ្ទះវិញចំណែកអញវិញអញគង់តែដឹងគ្នាហើយដែលចង់ធ្វើបាបមកលើកូនសេដ្ឋីដុននោះអញកុំគិតថាបានរួចខ្លួនឲ្យសោះថាចាប់ហើយអក្សរាក៏បាននាំដួងថានឹងឌឿនចាក់ចេញទៅតែម្ដងជាលោកម្ចាស់មែនទេតើគេចេតនាឲ្យប្រកាសទៅមកដល់ផ្ទះលោកសេដ្ឋីដុនអក្សរារៀបរាប់ដំណើរដើមទងពីរឿងទាំងអស់នេះប្រាប់ទៅកាន់លោកសេដ្ឋីបណ្ដាលឲ្យលោកសេដ្ឋីមានការខឹងចិត្តជាខ្លាំងពិតជាថ្លើមធំពីសមេឃមែនដែលធ្វើរឿងដូចនេះចំពោះកូនស្រីរបស់យើងដាច់ខាតមិនលើកលែងឲ្យឯងនោះទេអរគុណណាស់លោកក្មួយបើមិនមានក្មួយទេខ្ញុំក៏មិនដឹងរឿងនេះដែរកូនស្រីខ្ញុំជាមនុស្សដែលចូលចិត្តលក្ខណាស់ហើយមិនឲ្យមនុស្សទៅជាមួយទៀតពេលយប់ព្រលប់ប្រាប់ថាឲ្យនាំមនុស្សទៅជាមួយតែកូនស្រីនេះគឺក្បាលរឹងណាស់លោកពូចាត់ការទៅតាមនឹងចោះចំពោះមនុស្សបែបនោះទោះបីជាទុកនៅក៏ពិបាកនឹងនិយាយគ្នាដែរខ្ញុំនឹងចាត់ការលើរឿងនេះគេនឹងបានស្គាល់ពីថ្នាំខ្លាំងដែលគេចង់សាកល្បងហើយអញ្ចឹងខ្ញុំគិតថាជម្រាបលាលោកសេដ្ឋីសិនហើយបានអញ្ជើញតាមសម្រួលចុះក្មេងៗជូនដំណើរលោកម្ចាស់មនុស្សនៅក្នុងផ្ទះក៏បានជូនដំណើរអក្សរាតាមបញ្ជារបស់សេដ្ឋីឯងមិនអាចរួចខ្លួនទេយើងនឹងមិនឲ្យឯងដេកបានសុខទេចាំមើលចុះនាពេលព្រឹកឡើងសេដ្ឋីដុនក៏បានចូលមកដល់ឃ្លាំងដាក់អីវ៉ាន់ដែលមានសពាត្រូវចងដៃចងជើងនៅក្នុងបន្ទប់នេះផងដែរលោកសេដ្ឋីតើគោធ្វើយ៉ាងណាជាមួយគេទៅខ្ញុំបានត្រឹមតែចាប់ចងគេទុកនោះទេមិនមានបញ្ជាពីលោកសេដ្ឋីខ្ញុំធ្វើអីមិនបានទេបានទៅយកផ្ដៅមកឲ្យយើងបានលោកសេដ្ឋីសេដ្ឋីដុនបានវាយក្នុងសពាជាច្រើនដងដោយមិនប្រណីដៃឡើយអាយអូយឈប់ធ្វើបាបខ្ញុំទៅខ្ញុំរៀងចាលហើយលោកសេដ្ឋីសូមលោកកុំធ្វើបាបមកលើខ្ញុំទៀតអីអាយអូយឯងប្រហើនដែលហ៊ានធ្វើបាបមកលើកូនស្រីយើងអំណាចឪរបស់ឯងមិនអាចជួយឯងបាននោះទេកុំសង្ឃឹមថាអាចទៅណារួចឲ្យសោះកូនស្រីរបស់យើងតាំងពីតូចក្រូចឆ្មាមកយើងមិនដែលវាយនាងសំបីតែម្ដាយហើយយើងក៏មិនដែលធ្វើបាបផ្លូវចិត្តកូនស្រីយើងដែរតែឯងសម្បត្តិត្រឹមជាមនុស្សពីលឥតបានការសាវ៉ាអប្រ័យដូចនេះចង់ធ្វើបាបមកលើកូនយើងផងហ៎កាលពេលឯងផ្ដាច់ពាក្យជាមួយកូនយើងឯងធ្វើបាបផ្លូវចិត្តកូនយើងរួចម្ដងទៅហើយយើងរងចាំមើលទង្វើឯងបើកូនយើងនៅតែមិនអាចឈប់ពិបាកចិត្តទៀតយើងដាច់ខាតមិនលើកលែងឲ្យឯងនោះទេតែយប់មិញនេះឯងចង់ប្រើហិង្សាមកលើកូនយើងហើយឥឡូវនេះដល់វេនឯងហើយអូយជួយផងសេដ្ឋីដុនវាយផ្ដៅនៅលើរាងកាយគេមិនប្រណីព្រមទាំងបាច់អំបិលគ្រោះនៅលើរបួសគេទៀតបណ្ដាលឲ្យគេស្រែកឈឺមិនប្រណីពូកងចាត់ការវាបន្តហើយយកវាទៅបោះចោលនៅមុខផ្ទះវាវិញទៅបាទលោកសេដ្ឋីលោកសេដ្ឋីចាក់ចេញពីក្នុងបន្ទប់ភ្លេតតែម្ដងដួងថាបានរៀបចំផ្កាយ៉ាងស្រស់ស្អាតមួយបាច់ខណៈដែលឪពុករបស់នាងនិយាយការងារចប់នាងក៏បានចូលទៅក្នុងបន្ទប់នោះផងដែរកូនស្រីកូនឯងចូលមកក្នុងបន្ទប់នេះមានការអីដែរខ្ញុំយកបាច់ផ្កាមកជូនលោកម្ចាស់ចង់អរគុណពីរឿងការពីយប់មិញដែលលោកម្ចាស់បានជួយខ្ញុំរឿងនេះទេអីកូនស្រីពុកក្មួយទទួលយកទៅអូបានអរគុណនាងដួងសម្រាប់ផ្កាមួយបាញ់ដ៏ស្រស់ស្អាតនេះសម្រាប់ខ្ញុំនាងស្អាតជាងផ្កានេះទៅទៀតលោកម្ចាស់បញ្ចុះខ្ញុំណាអត់ទេខ្ញុំនិយាយការពិតអន្តានាងដួងគឺស្រស់ស្អាតខ្លាំងណាស់
ខ្ញុំបញ្ញាប់លាសិនហើយបាន ចាអាក្រាបានចាក់ចេញទៅភ្លាម កូនស្រីដូចជាចាប់អារម្មណ៍លើអក្សរាហើយ មិនដឹងជានិយាយអីទេប៉ុកខ្ញុំទៅវិញសិនហើយក ូនស្រីពុកអើយបើថាចាប់អារម្មណ៍និយាយមកពុកមិនថាអីនោះទេណា ដួងថាចេញពីក្នុងផ្ទះមកក៏បានឃើញអាក្រាប្រកល់បាច់ផ្កាដែលនាងបានឲ្យគេទៅឲ្យនារីផ្សេងទៀតនាងក៏ស្រាប់តែស្រែកឡើងមិនអាចយកផ្កាដែលខ្ញុំប្រកល់ជូនលោកម្ចាស់ទៅឲ្យអ្នកផ្សេងទេខ្ញុំមិនសុខចិត្តឡើយណាថាចាប់ហើយនាងក៏បានចេញទៅតែម្ដង ទេយល់ច្រឡំរឿងអីទេដឹងរាជិនីទៅផ្ទះមុនចុះណាបងនឹងទៅតាមក្រោយជូននាងឯងទៅផ្ទះចុះ អាក្រាក៏ប្រញាប់ទៅតាមដួងថាភ្លាមបងប្រុសខ្ញុំចេះចាប់អារម្មណ៍មនុស្សស្រីហើយដួងថាមកដល់ក្នុងសួនច្បារខណៈដែលអាក្រាក៏បានមកដល់ដូចគ្នា នាងដួងតើនាងខឹងជាមួយខ្ញុំរឿងអីហ្នឹងខ្ញុំមិនបានធ្វើអីខុសទេណា មិនបានធ្វើអីខុសទៀតមែនទេលោកម្ចាស់បានឲ្យបែបផ្កាដែលខ្ញុំឲ្យទៅលោកម្ចាស់ប្រកល់ឲ្យអ្នកដទៃខ្ញុំមិនសុខចិត្តឡើយណាលោកម្ចាស់មិនអាចធ្វើអញ្ចឹងទេ ប្អូនស្រីខ្ញុំសរសើរតែផ្កានោះស្អាតទើបខ្ញុំឲ្យទៅនាងបងប្រុសឲ្យផ្កាទៅប្អូនស្រីតែខុសដែរមែនទេនាងដួងច្បាស់ជាយល់ច្រឡំជាមួយខ្ញុំក្នុងរឿងអីមួយហើយ អីជាប្អូនលោកម្ចាស់ហេខ្ញុំខំតែប្រច័ណ្ឌ ប្រច័ណ្ឌខ្ញុំហ៎នាងដួងកំពុងតែប្រាប់ខ្ញុំថានាងដួងក៏មានចិត្តមកលើខ្ញុំដែរខ្ញុំលួចសម្លឹងនាងរហូតមកតាំងតែពីខ្ញុំឃើញនាងនៅក្នុងបន្ទប់លួចមើលនាងតាមបង្អួចរហូតខ្ញុំចង់សារភាពយូរហើយតែមិនដែលមានឱកាសសោះតែក្នុងពេលនេះខ្ញុំសុំសារភាពថាខ្ញុំមានចិត្តទៅលើនាងដួងនាងយល់ព្រមធ្វើជាចំណែកមួយនៅក្នុងជីវិតរបស់ខ្ញុំដែរទេខ្ញុំសុំធ្វើជាស្វាមីនាងរៀបការជាមួយខ្ញុំបានទេ រឿងបែបនេះតើទៅសួរលោកពុកខ្ញុំសិនខ្ញុំជាកូនតាមបង្កប់លោកពុកជានិច្ចណា បានខ្ញុំនឹងចូលស្ដីទៅដឹងដល់ពុកក្មេង ខ្ញុំរងចាំកុំជួពេកណា ស្អែកនេះតែម្ដងមិនឲ្យអនាគតប្រពន្ធរងចាំយូរនោះទេ អាក្រាបានចូលស្ដីដណ្ដឹងដួងថាលោកសេដ្ឋីក៏បានរើសកូនស្រីឲ្យទៅអ្នកចំនួនវ័យក្មេងដែលជាដៃគូរកស៊ីរបស់ខ្លួនតែម្ដងដោយមិនអាយអង់យូរឡើយ